បាទសូមជម្រាបសួរថ្ងៃនេះដែរគឺខ្ញុំនឹងសូមធ្វើបង្ហាញអំពីរថយន្ត Highlander អំពីរបៀបមើលកុងទ័រវាហើយយើងអាចស្មានជាមួយនឹងចំនួនសាំងដែលយើងនៅសល់ក្នុងធុងរបស់យើងបានដើម្បីយើងជៀសវាងជិះដោយមិនបានដឹងទៅវាអាចមានបញ្ហាប៉ះពាល់ណាមួយនៅពេលដែលយើងកំពុងតែធ្វើដំណើរអញ្ចឹងមានថាគឺ Highlander រថយន្តគឺសាំងនៅសល់ប្រមាណលីត្រវាមិនបង្ហាញជាលេខឲ្យយើងដឹងទេគឺវាបង្ហាញទៅតាមតនិចកុងទ័រវាឲ្យយើងឃើញប៉ុន្តែថ្ងៃនេះគឺខ្ញុំនឹងបង្ហាញលោកអ្នកបងប្អូនអំពីរបៀបមើលតនិចកុងទ័រចង្អុលហើយយើងអាចស្មានថាសាំងរបស់យើងគឺនៅសល់ប្រមាណបាទឥឡូវសូមមើលកន្លែងសាំងទាំងអស់គ្នាខ្ញុំចង្អុលកន្លែងសាំងកុងទ័រសាំងទាំងអស់គ្នាអញ្ចឹងកុងទ័រសាំងហ្នឹងគឺវាមានចំនួនកម្មរបស់វាគឺ5កម្មបាទអញ្ចឹងវាថាតើមួយកម្មហ្នឹងតើវាមានសាំងប្រមាណលីត្រដើម្បីយើងស្មានទៅវាធ្លាក់ចុះឬក៏វាកើនឡើងបើកាលណាវាធ្លាក់ទេយើងអាចបំពេញចាក់វាឲ្យគ្រប់ចំនួនតែម្ដងដើម្បីជៀសវាងជួបបញ្ហាផ្សេងៗនៃការអស់សាំងតាមផ្លូវអញ្ចឹងចាប់ពីអក្សរ A និងអក្សរ F ហ្នឹងគឺមានចំនួន5កម្មបាទអញ្ចឹងមួយកម្មហ្នឹងតើស្មើនឹងប៉ុន្មានជាទូទៅគឺសាំងដែលយើងចាក់ពេញជាមួយនឹងរថយន្ត Highlander គឺវាមានចំណុះ75លីត្របាទជួយចាក់មកពេញតែម្ដងមកពេញធុងវាបាទអញ្ចឹងមានថាយើងប្រើរូបមន្តខាងលើនេះ75នេះគឺតំណាងឲ្យពេញធុងដក5នេះគឺជាមេដករបស់វាបាទគឺជាមេដក5របស់វាចែកជាមួយនឹង5អញ្ចឹងមានថាគឺស្មើជាមួយនឹង14 75ដក5ចែកជាមួយ5ស្មើ14លីត្រអញ្ចឹងមានថាពីចន្លោះមួយកម្មដល់មួយកម្មនេះវាស្មើ14លីត្រពីមួយកម្មនេះដល់មួយកម្មនេះគឺស្មើ14លីត្រអញ្ចឹងមានថាវាបូកបន្តតែម្ដងបាទអញ្ចឹងមួយកម្មទៅដល់មួយកម្មវាស្មើ14លីត្រប៉ុន្តែឥឡូវនេះយើងអាចស្មានថាសាំងរបស់យើងគឺមានប៉ុន្មានយើងអាចស្មានបានអញ្ចឹងមានថាបើសិនជាវាសល់មួយកម្ម2 3 4អញ្ចឹងមានថាយើងយកចំនួន4ហ្នឹង4កម្មគុណជាមួយនឹង14លីត្រទៅយើងដឹងថាសាំងរបស់យើងហ្នឹងគឺនៅសល់ប្រមាណហើយបាទបើកាលណាចំណុចចង្អុលវានេះវាឡើងទៅលើអក្សរ S ហ្នឹងគឺវាចិត្តពេញបាទអញ្ចឹងមានថាសាំងដែលខ្ញុំចង្អុលកុងទ័រនេះវាថយច្រើនបាទអញ្ចឹងលោកអ្នកបងប្អូនអាចនឹងសាកល្បងគុណមើលខ្លួនឯងទៅបាទរៀនគុណមើលខ្លួនឯងទៅនឹងដឹងថាកុងទ័រដូចរូបភាពនេះវានៅសល់ប្រមាណលីត្របាទពីព្រោះអីចន្លោះពីមួយកម្មដល់មួយកម្មវាស្មើជាមួយ14លីត្របាទអញ្ចឹងបើកាលណាយើងគុណឃើញហើយមានន័យថាអ្វីដែលយើងឃើញនោះគឺជាចំនួនសាំងដែលយើងមានបើកាលណាវាចុះរហូតមកដល់អក្សរ E យើងគុណមើលទៀតទៅវានៅសល់ប្រមាណលីត្រហើយប្រមាណលីត្រទៀតវានឹងចេញសញ្ញាអស់សាំងឲ្យយើងគឺយើងនឹងដឹងដូចគ្នាអញ្ចឹងមានន័យថាសង្ឃឹមថាវីដេអូនេះអាចជួយលោកអ្នកបងប្អូនឲ្យបានដឹងពីចំនួនសាំងដើម្បីជៀសវាងដែលយើងមិនបានដឹងវាហើយយើងចេះជិះវាធ្វើឲ្យយើងអស់សាំងពេលកន្លែងខ្លះគឺវាមិនមានកន្លែងចាក់សាំងទេស្ថានីយ៍ចាក់សាំងទេវាធ្វើឲ្យយើងជួបបញ្ហាផ្សេងៗវាខកដំណើរឬក៏យើងខាត់ជើងតែម្ដងទៅណាតម្រាំទៅរកមធ្យោបាយចាក់សាំងបានសង្ឃឹមថាវីដេអូនេះនឹងជួយឲ្យលោកអ្នកបងប្អូនបើសិនជាមានចម្ងល់ឬក៏មានសំណួរសាកសួរអីសូមជួយ comment ហើយជួយ share ទាំងអស់គ្នាបាទសូមអរគុណច្រើន